ពីយប់ឃ្លាននំបញ្ចុកស្លប្រហើរខ្មែរព្រឹកឡើងអ្នកមានឯណាក៏ខ្វាច់បានមួយឆ្នាំងញ៉ាំបដ ாய் ធ្វើម្ដងមិនមែនញ៉ាំតែមួយថ្ងៃឬក៏ពីរថ្ងៃទេទុកញ៉ាំដល់មួយខែព្រោះខ្ញុំយកទឹកស្លនឹងយកទៅបកកបើសិនជាសល់ឬក៏លក្ខណៈថាឃើញស្លច្រើនហើយបំបីទុកឲ្យទុកឲ្យត្រជាក់ច្រកនឹងប្រអប់ស្អាតថ្លាមួយទៅយើងយកទៅបកកឲ្យយើងទៅដើម្បីទុកញ៉ាំថ្ងៃក្រោយទៀតប៉ុន្តែដោយសារយើងដាក់ខ្ទិះយើងអាចញ៉ាំត្រឹមទុកញ៉ាំបានតែមួយអាទិត្យពីរអាទិត្យទេយើងដាក់បកកឲ្យយើងទៅអ្នកមកមើលពីរបៀបធ្វើបែបងាយលឿនហើយឆ្ងាញ់មែនទែនស្លប្រហើរខ្មែរយើងអូយចូលចិត្តសាហាវនំបញ្ចុកញ៉ាំរាល់ថ្ងៃក៏បានដែរដំបូងគឺខ្ញុំកិនគ្រឿងជាមួយនឹងសាច់ត្រីទាំងម្ដងខ្ញុំអាចបានបង្ហាញពីរបៀបដាក់កិនទេដោយសារតែលក្ខណៈថាយើងកាត់អីចឹងទៅបន្ទាប់មកសាច់ត្រីនិងគ្រឿងដែលខ្ញុំកិនហើយខ្ញុំលាយជាមួយនឹងម្សៅល្មៀតចូលទៅម្ដងខ្ញុំអត់ដាក់ម្សៅល្មៀតកិនជាមួយទេដោយសារតែខ្ញុំខ្លាចវាពើជាប់នឹងម៉ាស៊ីនកិនរបស់ខ្ញុំឡើងពើលឿងចឹងទៅខ្ញុំអត់ដាក់ទេខ្ញុំចាត់លាយតាមក្រោយព្រោះតែម៉ាស៊ីនកិនយើងយកទៅកិនផ្លែឈើខ្លះអីចឹងណាតែខ្ញុំអត់ចង់ឲ្យវាមានឡើងពើលឿងទេចឹងខ្ញុំដាក់កិនតាមក្រោយបន្ទាប់មកយើងទៅស្រុះនំបញ្ចុកយើងសិននំបញ្ចុកនឹងគឺលក្ខណៈថាសូមែនទេមិននំបញ្ចុកទេសូមែនរបស់ជប៉ុនខ្ញុំហៅនំបញ្ចុកពីព្រោះអីវានំបញ្ចុកនឹងឯងវាស្តៀងនឹងនំបញ្ចុកនេះប៉ុន្តែគ្រាន់តែរបៀបញ៉ាំរបស់សូមែនរបស់ជនជាតិជប៉ុនគឺគេញ៉ាំបែបផ្សេងចឹងទៅយើងយករបស់គេមកឆ្នៃញ៉ាំដូចរបស់យើងអញ្ចឹងណាហើយសូមែននឹងស្រស់លឿនតែ2នាទីហើយស្រស់លើសតែ2នាទីវាផុយអញ្ចឹងទៅត្រឹម2នាទីគឺស្វិតល្អមែនទែនដូចនំបញ្ចុកយើងឆ្ងាញ់មែនទែនម៉ែខ្ញុំម៉ែនឹងវិញបងវិញឲ្យតែមកម្ដងវិញក៏ចូលចិត្តញ៉ាំនំបញ្ចុកនំសូមែននឹងណាពេលខ្ញុំទៅខ្មែរអញ្ចឹងខ្ញុំអត់មានទិញអីផ្ញើគាត់ទេគឺខ្ញុំទិញតែសូមែននឹងឯងដោយសារតែគាត់ថាគាត់ចូលចិត្តញ៉ាំហើយវាឆ្ងាញ់វាចង់ឆ្ងាញ់ជាងនំបញ្ចុកខ្មែរយើងទៅទៀតចឹងណាលក្ខណៈថាខ្មែរយើងទិញពីផ្សារមកអញ្ចឹងទៅប៉ុន្តែដល់ពេលខ្ញុំទិញនំបញ្ចុកសូមែននឹងទៅគឺទិញទុករាប់ខែអញ្ចឹងទៅគាត់ចង់ញ៉ាំអីយប់ឡើងឃ្លានអីគាត់ស្រស់តែមួយផ្លេតបានញ៉ាំអញ្ចឹងទៅនិយាយរួមគឺនៅផ្ទះខ្ញុំនៅខ្មែរអត់ដែលដាច់ទេសូមែនគឺនៅក្នុងផ្ទះជានិច្ចចានៅចិត្តនៅក្នុងផ្ទះជានិច្ចព្រោះខ្ញុំតែងយកឲ្យកាត់ច្រើនអញ្ចឹងទៅតើយើងមកមើលពីរបៀបស្លបែបងាយស្លប្រហើរអញ្ចឹងណាបច្ចៈក្បួនស្លផ្សេងគ្នាមិនដូចគ្នាទេប៉ុន្តែរសជាតិស្លប្រហើរដូចគ្នាចាដំបូងគឺខ្ញុំយកប្រហុកតកូជាមួយនឹងខ្ទិះដើមឲ្យឈ្ងុយសិនយើងកូរឲ្យឈ្ងុយបន្តិចទៅមកកាលពេលនឹងខ្ទិះនោះមិនមែនខ្ទិះដើមណាទេគ្រាន់តែយើងយកអាខ្ទិះនៅលើកញ្ចប់ហ្នឹងវាឡើងក្រាមដូចខ្ទិះដើមអញ្ចឹងទៅបន្ទាប់ពីឡើងកូរជាមួយនឹងខ្ទិះឈ្ងុយហើយខ្ញុំចាក់លបាយត្រីដែលយើងកិនជាមួយនឹងខ្ជាយជាមួយនឹងស្លឹកគ្រៃជាមួយនឹងខ្ទឹមជាមួយនឹងហ្នឹងយើងកិនយើងដាក់ចូលមកហើយយើងកូរឲ្យឈ្ងុយហើយចាំយើងថែមគ្រឿងមកគ្រឿងខ្ញុំអត់មានអីច្រើនទេស្លប្រហើរខ្មែរភាគច្រើនខ្ញុំដែលតែងតែឃើញម៉ែខ្ញុំគាត់ស្លក៏អត់ដាក់ច្រើននេះក៏ដាក់តាមថាស៊ុបស្ករអំបិលហើយនឹងប្រហុកនឹងឯងក៏ដាក់តែប៉ុណ្្នឹងឯងក៏អត់ដាក់ច្រើនទេអ្នកខ្លះគេដាក់រឌីថែមរឌីអីចឹងទៅប៉ុន្តែគឺគ្រឿងដាក់តែ3មុខប៉ុណ្ណឹងឯងប៉ុន្តែយើងដាក់ក៏សាច់ចិត្តយើងទេយើងអត់ដាក់ក៏អត់ទៅហើយបច្ចៈនំបញ្ចុកខ្ញុំឃើញសបកខ្មៅហ្នឹងដោយសារតែសបកខ្ជាយខ្ញុំវាបកកវាទូចទៅខ្ញុំចិត្តសបកអត់កើតទេអញ្ចឹងខ្ញុំយកទៅកិនដល់ពេលយើងកិនទៅវាអាចនឹងឃើញកតិចហ្នឹងគឺសបកខ្ជាយទេឃើញមើលឡើងប៉ុន្តែឆ្ងាញ់ណាឈ្ងុយអ្នកចូលចិត្តខ្ជាយអត់អីទេតែបើអ្នកអត់ចូលចិត្តឃើញសបកអញ្ចឹងមិនចឹងតែអញ្ចឹងណាហ្នឹងគឺសបកខ្ជាយទេដោយសារយើងកិនទៅវាលក្ខណៈវាម៉ត់ដែរប៉ុន្តែវានៅឃើញសបកអញ្ចឹងណាហ្នឹងហើយខ្ញុំអត់មានថែមអីទេខ្ញុំថែមតែប៉ុណ្្នឹងឯងគ្រឿងរបស់ខ្ញុំបើសិនជាលក្ខណៈថាយើងចង់ថែមអីនឹងស៊ីសងលៃលោកទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅបន្ទាប់មកយើងដាក់ចានយើងមកអូហូយបន្លែយើងមានស្ពៃក្តោបមានស្រាឡាត់ស្រួយមានស្ពៃមានសណ្តែកបដោះមានជីថ្ពាល់ត្រីហ្នឹងដើរទៅសាលាកូនមកវិញអូយបេកបោចតាមផ្លូវនឹងខ្វះទេហើយនឹងជីស្លឹកលក្ខណៈស្លឹកគីនីតគេហ្នឹងដូចជីសូសរបស់ជប៉ុនហ្នឹងក៏ឆ្ងាញ់ដែរយើងយកមកធ្វើលបាយនំបញ្ចុកអញ្ចឹងគឺឆ្ងាញ់ដែរហើយនឹងតសក់បន្ទាប់មកយើងដាក់នំបញ្ចុកយើងចូលមកចាក់ទឹកស្លនំបញ្ចុកយើងពីលើមកថែមមកមានក្រូចឆ្មាមានម្ទេសអូ
យជាតិម៉ែជាតិយូរញ៉ាំម្ដងអូយជាតិណាស់ហ្នឹងរបៀបដែលខ្ញុំតែងតែធ្វើនំបញ្ចុកស្លប្រហើរនិយាយតាមត្រង់ខ្ញុំនៅខ្មែរអត់ដែលស្លទេអត់ដែលស្លទេប៉ុន្តែខ្ញុំឃើញកាត់ស្លឃើញម៉ែខ្ញុំកាត់ស្លអញ្ចឹងទៅយើងជួយបេះត្រីបើអីអញ្ចឹងទៅបុកគ្រឿងបើអីយើងតែឲ្យយើងចូលស្លយើងអត់ដែលស្លទេមានអាណាតាំងពីមកនៅជប៉ុនមកស្អីក៏ចេះធ្វើដែរម្ហូបខ្មែរអូយហើយស្ទើរជំនាញទៀតឥឡូវមិនថាស្លប្រហើរមិនថាស្លកកូរទេអូហូហើយលឿនទេណាមកនៅជប៉ុននឹងស្លលឿនណាដោយសារវាស្រួលមានគ្រឿងនេះយើងមិនបាច់បុកទេយើងកិនមកកិនយកទៅម្ដងហ្នឹងហើយស្លប្រហើរនំបញ្ចុករបស់ខ្ញុំរួចហើយអ្នកតែនតាយើងឆ្ងាញ់ទាំងអស់គ្នាបច្ចៈអរគុណច្រើនមែនទែនដែលតែងតែតាមដានទស្សនាវីដេអូពីដើមរហូតដល់ចប់អរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត See you next time bye bye